ចាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំថ្ងៃនេះខ្ញុំមកចែករំលែកពីការកែច្នៃធ្វើប្រអប់ដាក់ប៊ិចចាខ្ញុំធ្វើឡើងពីកំប៉ុងទឹកដោះគោយើងហើយខ្ញុំយកខ្សែពណ៌ក្រហមនោះមករុំជុំវិញកំប៉ុងហ្នឹងទៅបន្តមកទៀតខ្ញុំយកលួសកាមញីពីដើមយកមករុំវាចាខ្ញុំរុំលាយពណ៌វាចំនួន3ចាចឹងខ្ញុំរុំវាហើយចឹងគឺពីដើមហ្នឹងគឺខ្ញុំដាក់ខាងក្នុងកំប៉ុងហ្នឹងចំនួនមួយជុំចាយើងបិទកាវចឹងមកដើម្បីឲ្យវាមានសោភ័ណភាពស្អាតហើយកុំឲ្យឃើញកំប៉ុងណាចាហើយបន្តមកទៀតខ្ញុំបិទនៅខាងក្រៅឲ្យចំនួនមួយជុំដែរខ្ញុំលាយលួសកាមញីហ្នឹងចំនួន2តដូចគ្នាចាហើយបន្តមកទៀតបន្ទាប់ពីខ្ញុំបិទនៅមាត់កំប៉ុងខាងលើហើយខ្ញុំទៅបិទនៅមាត់កំប៉ុងខាងក្រោមទៀតចាដើម្បីឲ្យវាឃើញសោភ័ណភាពវាស្អាតដូចគ្នាចាអញ្ចឹងនៅពេលដែលខ្ញុំបិទចិត្តអស់ហើយក៏ខ្ញុំយកផ្កាមួយមកយកមកបិទដើម្បីឲ្យវាមានសោភ័ណភាពកាន់តែស្អាតចាអញ្ចឹងបន្តមកទៀតខ្ញុំយកលួសកាមញីពណ៌ស្វាយចំនួន4ដើមតវាជា2ហើយខ្ញុំរុំដូចគ្នាមិញអញ្ចឹងខ្ញុំរុំជុំវិញអញ្ចឹងទៅហើយក៏ខ្ញុំយកវានឹងមករុំជុំវិញមាត់កំប៉ុងនឹងទៀតចាដើម្បីឲ្យបំពង់ប៊ិចយើងកាន់តែស្អាតហើយវាជិតស្នាមមាត់កំប៉ុងទឹកដោះគោយើងដើម្បីកុំឲ្យវាឃើញអញ្ចឹងណាចាហើយដោយសារតែកាយខ្ញុំចិត្តអស់ពេលអញ្ចឹងទៅខំច្បាច់ចាអញ្ចឹងយើងបិទវាជុំវិញមាត់កំប៉ុងនឹងមកចាដើម្បីឲ្យคล้ายទៅជាបំពង់ប៊ិចហើយវាមានសោភ័ណភាពកាន់តែស្អាតចាអញ្ចឹងនៅពេលដែលខ្ញុំធ្វើបានប៉ុណ្ណឹងហើយខ្ញុំយកលួសកាមញីពណ៌បៃតងមកកាត់វាមានវែងមានខ្លីដើម្បីយកមកច្នៃធ្វើជាដើមហើយខ្ញុំរោលវានៅចុងតិចដើម្បីឲ្យវាស្អាតយើងអាចរោលក៏បានយើងអាចកាត់ក៏បានតែរោលវាលឿនជាងអញ្ចឹងណាចាបន្តមកទៀតយើងយកវាមកបិទអញ្ចឹងមកចាមានវែងមានខ្លីបិទខ្លីខ្លះវែងខ្លះដើម្បីឲ្យមើលទៅដូចរបៀបជាស្មៅអញ្ចឹងស្មៅធម្មតាស្មៅវាមានវែងខ្លះខ្លីខ្លះអញ្ចឹងទៅចាហើយបន្ទាប់ពីយើងបានបិទវាជុំវិញបំពង់ប៊ិចយើងហើយចាបន្តទៀតគឺខ្ញុំបិទផ្កាខ្ញុំបន្ថែមផ្កាពណ៌ស្វាយ4-5 គ្រាប់ជុំវិញនឹងដែរចាបន្តមកទៀតក៏ខ្ញុំថែមនៅក្រមកម្មមូលវាគុជខ្យងចាបិទទៅដើម្បីឲ្យវាមានកាន់សោភ័ណភាពកាន់តែស្អាតចាអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាចាបាយបាយជម្រាបលាជួបគ្នានៅវីដេអូក្រោយ